ហើយខ្ញុំលន់មាត់ថាខដាក់ផ្សិតផងដាក់តពាំងផងតិចពុលទៅហើយលោកប្តីហើយមើលខគេឡើងតំណងពណ៌ក៏ស្អាតក្លិនក៏ឈ្ងុយហើយមិនពុលផ្សិតតែគេថាញ៉ាំបានគឺញ៉ាំបានហើយខពេលខ្លះយើងឆ្នៃខ្លះទៅដែរក៏ខតពាំងមួយពងទាបើមិនតពាំងក្រៀមតពាំងស្រស់ហើយអញ្ចឹងទេផ្កាចេកយើងចេះឆ្នៃដាក់នេះដាក់នោះខ្លះទៅណាឲ្យវាប្លែកកុំចៃរសជាតិក៏វាឆ្ងាញ់មួយយ៉ាងដែរជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់ជ្រូកមួយដុំធំហ្មងមិនមែនមួយដុំទូទេអានេះមកគល់ហ្មងណាខ្ញុំមិនដឹងថានេះគេហៅសាច់អីទេឃើញវាមានលាយសាច់ខ្លាញ់តិចតិចអញ្ចឹងគិតថាបើយកមកខប្រហែលតំណងឆ្ងាញ់ព្រោះអីពេលខសាច់ជ្រូក3ជាន់ខ្លាញ់វាច្រើនពេកចេញពីស្បែកផងចេញពីសាច់ខ្លាញ់ហ្នឹងផងបើសិនជាយកមានដុំខ្លះចេះទៅប្រហែលវាឆ្ងាញ់មើលទៅគិតចឹងណាអូយបានជើងជ្រូកទៀតដល់ឆ្ងាញ់ប៉ុណ្ណាតែវាអត់មានទេខាងខ្ញុំមិនតែបានញ៉ាំជើងជ្រូកទេបងប្អូនតែមានតែកញ្ចក់ជើងគោហើយសាច់នេះខ្ញុំកាត់ដុំធំបន្តិចព្រោះអីខ្ញុំចង់មកងាស់វាយូរកាលណាយើងធ្វើច្រើនអញ្ចឹងកាត់ដុំទូចគឺសាច់រលួយវល់ហើយអញ្ចឹងតើកាត់ដុំធំអញ្ចឹងទៅហើយអានេះគឺស្ករផែនទឹកចុងក្រោយហើយម៉ែខ្ញុំគាត់ផ្ញើមកយូរហើយអានេះចង់ចូលលក្ខណៈចិត្ត2ឆ្នាំហ្នឹងណាបងប្អូនដោយសារបានអាថ្មីមកចេះតែជោកអាថ្មីដល់ពេលចឹងទៅអាចាស់ហ្នឹងវានៅសល់បន្តិចបន្តួចខ្ជិលប្រម៉ែប្រម៉ោហើយម៉ែឲ្យសបុលគេឡើងក្រហមកម្ៅហ្មងមិនក្រហមធម្មតាដូរពណ៌ឡើងខ្លាំងតែអត់អាលាយទេនៅកកខាប់ធម្មតាហើយខ្ញុំយកវាមកធ្វើមកងាស់ឲ្យក្រហមហើយខ្ញុំចាក់ជាមួយនឹងខ្ញីហើយនឹងខ្ទឹមសចូលថែមជាមួយនឹងទឹកត្រីទឹកស៊ីអ៊ីវជាមួយនឹងម្រេចហើយខ្ញុំដាក់ជាមួយនឹងអំបិលថែមទៀតអញ្ចឹងបងប្អូនហើយនឹងប៊ីចេងមកបន្តិចទៅហើយសម្រាប់សាច់ជ្រូកខ្ញុំអត់បានយកវាទៅប្រឡាក់សិនទេមូលហេតុខ្ញុំខ្ជិលព្រោះអីខ្ញុំគិតថាពេលដែលខ្ញុំមកងាស់វាខូចខ្ញុំជាមួយនឹងអាសាច់ហ្នឹងចូលជាតិដូចតែគ្នាទេកុំឲ្យតែយើងចាក់ទឹកចូលពេលយើងចាក់ទឹកចូលទៅធ្វើឲ្យខយើងវាមិនសូវក្រហមហើយសាច់វាអត់សូវចូលជាតិវាលក្ខណៈវាអត់ងុំល្អអីចឹងទៅនិយាយទៅវាតាមចំណូលចិត្តបងប្អូនអរគ្នាពីមុនខ្ញុំធ្វើតាមបងប្អូនខ្ញុំយកមកប្រឡាក់ដូចគ្នាអីចឹងដែរបន្ទាប់មកបានយកមកខពេលខ្លះទៅបញ្ញាខ្លាំងចឹងទៅគោមិនបានប្រឡាក់ទៅគោសុកចិត្តមកងាស់វានៅក្នុងឆ្នាំងចឹងទៅហើយពេលគោនេះគោឲ្យវារៀងយូរតិចទៅដើម្បីឲ្យសាច់ហើយនឹងជាមួយនឹងអាទឹកដែលយើងកូរគ្រឿងហ្នឹងវាបានក្រហមល្អហើយដឹងដាក់វាមកងាស់ចោលទៅមកធៀមបន្លែខ្ញុំមានជាមួយនឹងផ្សិតហ្នឹងគេហៅផ្សិតផ្លូវមាន់បងប្អូនតែប្តីខ្ញុំគាត់លាន់មាត់គាត់ថាគាត់មិនដែរឃើញហើយខ្ញុំមានមួយនឹងតាពាំងហើយនឹងជាមួយនឹងតៅហ៊ូចៀនតៅហ៊ូបំពងពីមុនខ្ញុំអត់យកតៅហ៊ូនឹងទៅបំពងទេបងប្អូនគាត់ថាខកតើយកតៅហ៊ូទៅបំពងមិនឆ្ងាញ់ស្អាតហ្នឹងខ្ញុំយកវាមកតាមពិតទៅអាតៅហ៊ូហ្នឹងមិនមែនខ្ញុំបំពងណាខ្ញុំទិញអាបំពងស្រាប់មកឲ្យបងប្អូនខ្ជិលដែរហ្នឹងហើយជាមួយនឹងតាពាំងនេះទៅមកហ៊ានច្បល់ខ្ញុំខ្លាចតៅហ៊ូវាបែកខ្ញុំសុខចិត្តក្លុកចេះទៅហើយទៅខ្ញុំបើកភ្លើងមធ្យមឲ្យវាដាក់ឲ្យងុំចោលចូលជាតិទៅអានេះបើសិនជាវាងុំវាកាន់តែឆ្ងាញ់ហើយសម្រាប់បងប្អូនទាំងអស់គ្នាក៏តែសួរខ្ញុំថាឃើញខ្ញុំទូជាងមុនអីចឹងណាស្រក់សាច់ជាងមុនគឺខ្ញុំប្រើជាមួយនឹងផលិតផល Skinny បងប្អូនទាំងអស់គ្នារបៀបប្រើប្រាស់របស់វាងាយស្រួលទេបងប្អូនទាំងអស់គ្នាគ្រាន់តែប្រើតាមមួយចំណិតតូចឬក៏ពីរចំណិតតូចមុនពេលចូលគេងណាតាមការញ៉ាំច្រើនតិចបងប្អូនបើសម្រាប់ខ្ញុំវិញខ្ញុំពីមុនខ្ញុំញ៉ាំច្រើនខ្ញុំធ្លាប់ប្រើពីរចំណិតដល់ពេលក្រោយមកខ្ញុំចង់បានថាខ្ញុំអត់ចង់ស្រក់លឿនអីទេហើយការប្រើប្រាស់ Skinny ហ្នឹងអត់ធ្វើឲ្យបងប្អូនទាំងអស់គ្នាធ្វើទុកអីទេគឺអាចគេងបានញ៉ាំបានធម្មតាចឹងខ្ញុំប្រើតាមមួយចំណិតមុនពេលចូលគេងអញ្ចឹងណាដូចស្មើនឹងអញ្ចឹងមក6 7ល្ងាចអីចឹងទៅខ្ញុំដាក់មួយចំណិតចឹងមកដាក់ចូលមកទៅយើងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចោលអារម្មណ៍កុំភ្លេចឆាតទៅពេកសារធម្មជាតិ24ណាបងប្អូនឃើញអត់ទោះបីវាមិនទាន់ស្រក់ខ្លាំងក៏មានអារម្មណ៍ថាវាស្រក់បន្តិចដែរបន្ទាប់ពីបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំរៀបរាប់រួចហើយមកមើលខខ្ញុំបន្តទៀតបងប្អូនហើយសម្រាប់ខខ្ញុំនេះគឺខ្ញុំអត់បើកភ្លើងខ្លាំងទេខ្ញុំបើកភ្លើងតិចទេព្រោះអីខ្ញុំអត់ទាន់ញ៉ាំភ្លាមឯខកាលណាយើងធ្វើទុកទៅកាន់តែឆ្ងាញ់ហើយខខ្ញុំអត់មានប្រើទឹកសំបីតែបន្តិចនិយាយមែនបងប្អូនចេញពីអាផ្សិតនេះទឹកច្រើនមែនតែនចេញទៅលេងទឹកឡើងចង់ពេញឆ្នាំងដូចយើងចាក់ទឹកចូលអញ្ចឹងតាមពិតខ្ញុំអត់មានដាក់ទឹកទេគឺទឹកចេញមកពីអាផ្សិតផ្លូវមាន់ហ្នឹងហើយមានអីបងប្អូនរសជាតិវាឆ្ងាញ់តាប្រៃផ្អែមហឹលម្រេចខ្ញុំដាក់ម្រេចយើងច្រើនហើយសាច់ហ្នឹងគឺអាសាច់ហ្នឹងគឺវារឹងបន្តិចវាអត់ដូចអាសាច់ជ្រូក3ជាន់ទេប៉ុន្តែពេលវាផុយទៅមានអីឆ្ងាញ់មួយយ៉ាងតាចុងក្រោយគឺខ្ញុំបងលខ្ទឹមដោយសារខ្ទឹមសបោខ្ញុំឃើញបងប្អូនគាត់ខគាត់ដាក់លខ្ទឹមខ្ញុំដាក់ដែរទៅឲ្យវាឈ្ងុយអញ្ចឹងណាឲ្យពណ៌តំណងឲ្យបងប្អូនហើយអាផ្សិតនោះក៏ទុនអាតាពាំងក៏ផុយខំឈប់អាតៅហ៊ូនេះក៏ចូលជាតិឆ្ងាញ់មែនបងប្អូនហើយខ្ញុំប្រាប់ប្តីខ្ញុំថា
តែយើងចេះឆ្នៃទៅដាក់នេះដាក់នោះទៅដំបូងមិនញ៉ាំកើតឈប់ធ្វើទៀតទៅបើធ្វើកើតសាក្រោយយើងធ្វើទៀតតែប្តីខ្ញុំថាអូប៉ុណ្ណាមិនតិចថ្ងៃបងប្អូនចូលអាទិត្យទៀតអូខេបាយបាយបងប្អូនទាំងអស់គ្នា